នៅក្នុងឆ្នាំ2015បុរាណវិទូជនជាតិអូស្ត្រាលីកាណាដាម្នាក់បានប្រើប្រាស់ឧទ្ធម្ភាគចក្របំពាក់ជាមួយនឹងបច្ចេកវិទ្យា LiDAR ជាលើកទី2បានស្កេនទៅលើផ្ទៃដីប្រមាណជា1900គីឡូម៉ែត្រការ៉េដើម្បីបន្តការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រខ្មែរនៅក្នុងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយឬក៏ត្រូវបានគេស្គាល់ថាជាប្រាសាទបាកានពីមុនទីនេះយើងគ្រាន់តែដឹងថាវាជាបរិវេណប្រាសាទដ៏ធំមួយមានទំហំប្រមាណជា22គីឡូម៉ែត្រការ៉េប៉ុន្តែតាមរយៈបច្ចេកវិទ្យា LiDAR បានបង្ហាញឲ្យឃើញថានៅក្រោមព្រៃដ៏ក្រាស់ឃ្មឹកមានរចនាសម្ព័ន្ធទីក្រុងនិងបណ្ដាញសំណង់ដ៏ស្មុគស្មាញលាក់ខ្លួននៅទីនេះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទីនោះមានភស្តុតាងបានបង្ហាញថាតំបន់នេះធ្លាប់ជាទីតាំងផលិតដែកដ៏សំខាន់មួយរបស់ចក្រភពខ្មែរដោយសារតែវាមានទីតាំងនៅជិតភ្នំដែកវាមានតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ដែកក្នុងការប្រើប្រាស់ទៅលើការសាងសង់និងជីវភាពប្រចាំថ្ងៃរបស់អាណាចក្រប្រាសាទបន្ទាយឆ្មារគឺជាមរតកដ៏អស្ចារ្យរបស់ព្រះបាទជ័យវរ្ម័នទី7ប្រាសាទមួយនេះធ្លាប់បានត្រូវគេយល់ថាជាទីសក្ការៈដាច់ស្រយាលប៉ុន្តែបច្ចេកវិទ្យា LiDAR បានបង្ហាញថាបន្ទាយឆ្មារគឺជាទីប្រជុំជនដ៏ធំមួយទីនោះមានប្រព័ន្ធគ្រប់គ្រងទឹកយ៉ាងស្មុគស្មាញជាងតំបន់អង្គរទៅទៀតដោយសារតែទីនោះគ្មានស្ទឹងនិងជាតំបន់ស្ងួតក្បែរជួរភ្នំដងរែកដែលយើងឃើញមានអាងស្តុកទឹកដ៏ធំដូចជានៅបារាយណ៍មេបុណ្យបន្ទាយឆ្មារជាដើមនិងខ្សែបណ្ដាញប្រឡាយដែលអាចផ្គត់ផ្គង់ទឹកសម្រាប់កសិកម្មនិងការរស់នៅវាបានបង្ហាញថាបន្ទាយឆ្មារមិនត្រឹមតែជាប្រាសាទទេប៉ុន្តែវាជាទីតាំងដ៏សំខាន់មួយក្នុងការអភិវឌ្ឍអាណាចក្រខ្មែរប្រាសាទសម្បូរព្រៃគុកឬក៏ឦសានបុរៈដែលជារាជធានីមុនសម័យអង្គរមិនមែនជាអាថ៌កំបាំងទៀតទេការស្រាវជ្រាវបុរាណវិទ្យាតាមរយៈបច្ចេកវិទ្យា LiDAR បានបង្ហាញឲ្យឃើញថាទីនេះមិនត្រឹមតែជាក្រុមប្រាសាទនោះទេប៉ុន្តែវាជាទីក្រុងបុរាណមួយដែលមានប្រព័ន្ធគ្រប់គ្រងទឹកយ៉ាងស្មុគស្មាញដូចជាកំពែងទឹកអាងទឹកនិងប្រឡាយទឹកព័ទ្ធជុំវិញដែលបង្ហាញឲ្យឃើញពីការរៀបចំក្រុងយ៉ាងមានសណ្ដាប់ធ្នាប់ភស្តុតាងទាំងនេះបានបង្ហាញឲ្យឃើញថាមូលដ្ឋាននៃការអភិវឌ្ឍទីក្រុងនិងបច្ចេកវិទ្យាគ្រប់គ្រងទឹកត្រូវបានចាក់គ្រឹះតាំងពីសម័យមុននេះរួចមកហើយនៅទីក្រុងឦសានបុរៈសម័យលង្វែកនៅក្រោយសម័យអង្គរជាប្រវត្តិសាស្ត្រដែលគេតែងតែនិយាយថាជាយុគសម័យងងឹតរបស់ខ្មែរយើងដោយសារតែភស្តុតាងសំណង់នៅសល់តិចតួចបំផុតព្រោះសំណង់ភាគច្រើនត្រូវបានសាងសង់ឡើងពីឈើធ្វើឲ្យទីក្រុងនេះបានបាត់បង់រូបរាងដើមជាច្រើនទោះជាយ៉ាងណាតាមរយៈការស្រាវជ្រាវបុរាណវិទ្យានិងបច្ចេកវិទ្យាថ្មីៗបានបង្ហាញឲ្យឃើញថាលង្វែកមិនត្រឹមតែជាទីក្រុងដែលបានបាត់បង់អស់ទាំងស្រុងនោះទេប៉ុន្តែមានស្នាមសេសសល់នៃប្រឡាយទឹកកំពែងនិងសំណង់ផ្សេងៗដែលបង្ហាញពីការរៀបចំទីក្រុងយ៉ាងច្បាស់លើសពីនេះភស្តុតាងពីវត្ថុបុរាណបានបង្ហាញថាលង្វែកជាទីកន្លែងពាណិជ្ជកម្មដ៏សកម្មមួយដែលមានការតភ្ជាប់ជាមួយនឹងពិភពលោករបបកំហើញទាំងនេះកំពុងផ្លាស់ប្ដូរការយល់ឃើញរបស់យើងនៅក្រោយសម័យអង្គរដែលវាមិនមែនជាយុគសម័យងងឹតទាំងស្រុងដូចដែលគេបានធ្លាប់គិតនោះទេហើយក្នុងចំណោមទីក្រុងបុរាណទាំង4ដែលបានសិក្សាស្រាវជ្រាវតាមរយៈបច្ចេកវិទ្យា LiDAR នេះតើមួយណាដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលជាងគេ